ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកមើលពីសកម្មភាពពេលព្រឹករបស់នាងខ្ញុំជារៀងរាល់ថ្ងៃមុនពេលនាងខ្ញុំងូតទឹកនាងខ្ញុំរៀបចំស្ងោរដំឡូងថ្ងៃខ្លះក៏ស្ងោរពងមាន់ស្ងោរពោតញ៉ាំនៅពេលព្រឹកបងប្អូនគឺជាអាហារពេលព្រឹកដ៏ល្អសម្រាប់សុខភាពហើយក៏ល្អសម្រាប់អ្នកដែលសម្រក់រាងផងដែរនៅពេលដែលងូតទឹកលុបមុខអីហើយដោះធ្មេញអីហើយនាងខ្ញុំក៏ចាប់ផ្ដើមលាប skin care ការលាប skin care គឺសំខាន់ណាស់មិនថាអាកាសធាតុក្តៅឬត្រជាក់ឬក៏ភ្លៀងទេមុនដែលបងប្អូន make up គឺត្រូវតែមានការលាប skin care ឬក៏ sunscreen អីជាមុនសិនដើម្បីកុំឲ្យមុខយើងនឹងវាស្ងួតជាពិសេសសម្រាប់ខែនេះម្ដងក្តៅម្ដងភ្លៀងម្ដងខ្យល់ធ្វើឲ្យមុខរបស់យើងស្បែករបស់យើងគឺពិបាកក្នុងការបត់បែនទៅតាមអាកាសធាតុមែនទែនដូច្នេះហើយសង្ឃឹមថាបងប្អូនស្រីៗគ្នាយើងនឹងថែរក្សាស្បែកមុខនិងស្បែកខ្លួនឲ្យបានមានសុខភាពល្អទាំងអស់គ្នាណានឹងហើយបន្ទាប់ពីការលាប skin care រួចគឺខ្ញុំទុកមុខចោលប្រហែលជា5នាទីដើម្បីឲ្យ skin care របស់យើងជ្រាបចូលមុខហើយក៏មកបើកមើលដំឡូងរបស់យើងថាឆ្អិនឬនៅបន្ទាប់មកក៏រៀបចំយកកៅអៅដើម្បីស្លៀកពាក់ outfit ថ្ងៃនេះមិនដែរបងប្អូន cute អត់ពេលព្រឹកគឺអត់ស្រស់ស្រាយទេបើកភ្នែកអត់រួចប៉ុន្តែធ្វើមិនវាជាទូនាទីនឹងហើយបន្ទាប់ពីស្លៀកពាក់រួចឥឡូវដំឡូងនិងពងមាន់របស់យើងបានឆ្អិនហើយនឹងខ្ញុំក៏បានបិទភ្លើងហើយក៏ទុកវាចោលចំហគម្របដើម្បីឲ្យវាត្រជាក់បន្តិចហើយយើងងាកមកមើលការ make up របស់ខ្ញុំវិញគ្រឿង make up របស់ខ្ញុំរាល់ថ្ងៃគឺមានតែប៉ុណ្្នឹងឯងបងប្អូនងាយស្រួលឥឡូវ skin care ជ្រាបចូលមុខអស់ហើយក៏ចាប់ផ្ដើមលាប sunscreen ងើបពេលព្រឹកគឺបញ្ញាប់ដោយសារតែអត់សូវមានពេលច្រើនហើយខ្ញុំក៏ជាមនុស្សដែលអត់សូវចេះ make up ប៉ុន្មានដែរនិយាយរួមទៅការងារខាងខ្ញុំមាន2វេនមានវេនព្រឹកនិងវេនល្ងាចខ្ញុំចិត្តវេនល្ងាចដោយសារគេបានច្រើនហើយពេលយប់ឡើងយើងចេញយើងអាចដើរលេងអីបានទៀតបើចូលវេនព្រឹកគឺថាដើរលេងអត់កើតទេដោយសារតែត្រូវគេងលឿនហើយក្រោកលឿនថ្ងៃនេះអញ្ចឹងគឺងើបមកគឺទាំងទឹកមុខអត់ស្រស់ស្រាយហ្មងដោយសារតែយប់មិញគេងយឺតឥឡូវបន្ទាប់ពី apply sunscreen និងលាប cushion ហើយក៏ចាប់ផ្ដើមគូសភ្នែកគូសអញ្ចាមតិចតួចខ្ញុំអត់សូវជំនាញក្នុងការ make up គឺចេះតែផាត់យកដោយសារតែអត់សូវមានពេលផងហើយមុខវិញគឺថាអត់ស្រស់ស្រាយតែម្ដងថ្ងៃហ្នឹងហើយបន្ទាប់ពីដំឡូងនិងពងមាន់យើងរៀងតែជាអ៊ុនណាខ្ញុំក៏ចាប់ផ្ដើមដួសដាក់ប្រអប់ហើយរៀបចំហើយដំឡូងរបស់យើងបន្ទាប់ពីស្ងោរគឺថាឈ្ងុយមែនទែនធ្វើឲ្យឃ្លានតែម្ដងឥឡូវរៀបចំខ្លួនឲ្យបងប្អូនមិនដែរខ្ជូតអត់ឥឡូវចិត្តដល់ម៉ោងហើយខ្ញុំក៏ធ្វើបញ្ញាប់ទៅដែរមកដល់សមម៉ោងតិចតួចថែស្ទះចដាយន្តទៀតអត់ដឹងធ្វើម៉េចទេទឹកមុខគឺថាស្លេកស្លាំងតែហ្មងថ្ងៃនេះគឺយឺតម្ដងអត់សូវយឺតទេលេខយើងបានចូលចដាយន្តហើយនាងខ្ញុំស្នាក់នៅជាន់ទី2ឥឡូវចុះទៅជាន់ទី1ឯងជិះតែមួយផ្លែតគឺដល់ហើយអរគុណច្រើនបងប្អូនសម្រាប់ការមើលវីដេអូនេះជួបគ្នានៅវីដេអូក្រោយ